តោះរៀនវីដេអូ AI ជាមួយខ្ញុំសូមចុច share និង follow ខ្ញុំជាសិស្សរៀនចាប់ពីសាលាឆទៀនកូនសិស្សអាចារ្យភ្លុកសូម thank you មកយើងបង្កើតវីដេអូ AI យើងត្រូវមាន app 3ទី1គឺ Chat GPT ណាយើងចាត់ចូលនេះធម្មតាហ្នឹងមកទី2គឺ website Flow បងប្អូនអាច search ពាក្យថា Flow មកអញ្ចឹងណា Google បងប្អូនអាចចូល Google មកជាដំបូងចូល Google ទៅមកឧទាហរណ៍អញ្ចឹងបងប្អូន search ពាក្យ Flow មកនេះ Flow នេះយើងចូលមកនេះហើយយើងអាច sign in ចូលមកបានហើយយើងcreate with flow អញ្ចឹងទៅវាឲ្យយើង sign in ណាចាត់ពាក្យ create with flow អញ្ចឹងណាហើយយើងបានសញ្ញានេះចាំយើងផុសរូបភាពចូលអញ្ចឹងឥឡូវយើងទៅឲ្យ Chat GPT ទៅ say prompt ឲ្យយើងមួយសរសេរជាអង់គ្លេសក៏បានខ្មែរក៏បានដែរអញ្ចឹងបងប្អូនបកកែអង់គ្លេសសរសេរអង់គ្លេសមកបើអត់បកកែសរសេរខ្មែរមកសូមបង្កើតសេខោទៅកើតសាច់រឿងធ្វើម្ហូបក្នុងព្រៃក្នុងផ្ទះអីអញ្ចឹងក៏បានដែរក្នុងផ្ទះហ្នឹងហ្មងណាស្រួលនេះវាបង្កើតឲ្យយើងនេះអញ្ចឹងតែបើយល់ល្អដើម្បីឲ្យ AI វា generate ល្អយើងដាក់បកប្រែភាសាអង់គ្លេសមកបកប្រែជាភាសាអង់គ្លេសអញ្ចឹងណាអូខេនេះវាបាន prompt របស់យើងវាមាន scene ទី1ទី2ទី3អញ្ចឹងអូខេបន្ទាប់មកយើងចូលយើង copy scene ទី1ណាយើង copy scene ទី1នេះយើងទៅនេះ copy មកហើយយើងទៅចូល website flow ហើយយើងជ្រើសរើសរូបនេះកន្លែងនេះសញ្ញាព្រួយនេះ import នេះយើងចង់បានមុខយើងធ្វើម្ហូបក៏បានដែរឬក៏រូបធម្មតាក៏បានដែរអានេះចាំឲ្យវា upgrade ចប់ឥឡូវខ្ញុំ stop សិនកុំឲ្យបងប្អូនចាំយូរយើង copy អា scene ទី1ពី Chat GPT មកនេះឃើញ scene ទី1អញ្ចឹងយើងឲ្យវាធ្វើហើយយើងមកឥឡូវចាំវាបន្តិចខ្ញុំ stop សិនអញ្ចឹងយើងបានរូបនេះវា generate ឲ្យបានអញ្ចឹងយើងបានរូបណាវា generate ឲ្យយើងបាន2អញ្ចឹងយើងទៅមើលសាច់រឿងថាយើងពេញចិត្តអត់កន្លែងនេះត្រឹមត្រូវស្រួលក្នុង Windows អូខេអញ្ចឹងវាមានអីក៏ដោយវាមាន intro របស់វាអញ្ចឹងយើងទៅ save រូបមក save រូបដែលយើងឆ្លាញ់ពេញចិត្តមកនេះចុចសញ្ញា download ខាងលើហ្នឹងអាហ្នឹងវា save បើសម្រាប់ iPhone វា save ចូលទៅក្នុង file អញ្ចឹងយើង open ក្នុង file ហើយមកបើ Android ខ្ញុំអត់ដឹងវា save ទៅណាខាងបងប្អូនប្រើ Android អានេះយើងចុច save ធម្មតាអញ្ចឹងមកហើយអញ្ចឹងយើងទៅរក file យើង download រូបភាពហ្នឹងមួយមកណាយើង save មួយសិនមកហើយយើងទៅបង្កើតយើងដាក់អារូបហ្នឹងដែរអារូបដែលយើង generate ហើយអញ្ចឹងណាយើងទៅ copy Chat GPT នៅ scene ទី2មកដើម្បីកុំឲ្យខុសមុខច្រើនពេកនេះយើង copy មកហើយយើងចូលទៅ flow វិញដែរមកហើយខ្ញុំដាក់ចូលផាសនេះចូលវិញដែរដើម្បីកុំឲ្យយូរខ្ញុំ stop ត្រឹមហ្នឹងសិនហើយយើងផាស scene ទី2យើងចូលណាដល់ពេល generate ហើយអូខេចាំវាបន្តិចខ្ញុំ stop សិនអូខេឥឡូវវាបង្កើតឲ្យយើងខ្លាំងបានហើយយើងឆ្លាញ់រូបណាយើង download ទៀតមកដូចទំនុកដើមអញ្ចឹងណាយើង save ដែរមកនេះខ្ញុំលឹកឡើងវិញយើង save ដែរមកនឹងសម្រាប់នៅក្នុង iPhone អូខេហើយយើងទៅយករូបយើងមក GPT យើងមើល prompt ទី3របស់យើង scene ទី3 copy មកដែរចូលទៅ website flow ដែរមកហើយយើងដាក់រូបយើងចូលមកអារូបដែលយើង generate បានដំបូងហ្នឹងគឺរូបនេះមកយើងផាស scene ទី3ចូលមកនេះវាចូលមកនេះអញ្ចឹងយើងផាសមកទៅដែរមកវាបង្កើតឲ្យយើងអូខេឥឡូវយើងបានរូបភាព scene ទី3របស់យើងនេះយើងអាចឆ្លាញ់អាណាយើង download អាហ្នឹងមកអញ្ចឹងដែរណាបងប្អូនឥឡូវខ្ញុំទៅបង្កើត scene នេះដោយមិនបាច់ចាំបង្ហាញបងប្អូនទេព្រោះបងប្អូនយល់អាហ្នឹងហើយទៅបើចាំខ្ញុំសរុបសាច់រឿងមកឲ្យវិញអូខេបន្ទាប់មកយើងមាន website មួយទៀត GROK យើងចូលមកយើងចូលទៅរូបភាពនេះរូបភាពរបស់យើងមកយើងទៅអាណានេះអាប្លង់ដំបូងនេះអញ្ចឹងយើងទៅ copy ពី Chat GPT នៅ scene ទី1មកនេះហើយផាសចូលទៅក្នុង Croc មកកម្មវិធី Flow ក៏មានវីដេអូដែរតែខ្ញុំឆ្លាញ់ Croc វាបង្កើតបានល្អដែរអញ្ចឹងយើងរងចាំវាបន្តិចណា cook for my family ណានេះយើងបានមកនេះអូខេអញ្ចឹងយើងចូលទៅយករូបភាពមួយទៀតមកនេះប្លង់ដែលយើង scene ទី2បន្តិចយើងទៅ copy Chrome សំទោសឲ្យ AI មុខរៀងចាស់បន្តិច
ពេលខ្លះវាធ្វើឲ្យយើងចាស់តែបើយើងបង្កើតជាតុក្កតាបានល្អច្រើនតុក្កតានេះយើង generate ហើយយើងចាំទៀតណាចាំវាចប់នេះវីដេអូដំបូងយើងកុំកាត់ចឹងក៏បានដែរនេះយើង save មកយើង generate បានវីដេអូទី2យើងចុចកន្លែង save នេះមកអញ្ចឹងយើងចូលទៅយកវីដេអូរូបភាពមួយទៀតកន្លែងនេះមករៀងចាស់បន្តិចហើយទៅ copy scene ទី3តែបើធ្វើនេះទៅយើងអាចសរសេរ prompt ថងឲ្យមើលទៅរៀងក្មេងបន្តិចក៏បានដែរអញ្ចឹងយើងចូលទៅ crop ទៀតមកចឹងចុច pass ទៅចេះឬក៏ចុចកន្លែងវីដេអូនេះខ្ញុំភ្លេចតែបងប្អូនចុចឲ្យវា generate ជាវីដេអូមកមិនចេញជារូបភាពអីទេនេះទៅវាវីដេអូទៅហ្មងអូខេរងចាំវាបញ្ចប់ទៅមើលតាម scene ទី1ទី2ទី3ទី4មកណា copy មក scene ទី5យើងយករូបភាពយើងមិនទៅបានណានេះ family ហើយយកបានដែរតែហើយយកនេះតនេះផាសដែរមកចាំតិចចប់ឡើយហើយបានចុចទៅអញ្ចឹងវាកំពុង generate ហើយចាំតិចនេះយើង generate ហើយនេះយើងបានរូបពីរនេះមកអញ្ចឹងយើងឆ្លាញ់រូបភាពមួយណាឬអីនេះយើងយកនេះមកអញ្ចឹងយកហ្នឹង save ដែរមកពេលចុច save នេះវាលោតមកនេះពាក្យ save to file ហើយយើងយកពាក្យ open in file មកអូសមកក្រោមមកនេះ save to file យើងមក setting ហ្នឹងខ្ញុំអត់ទាន់បាន set ថាវាអាច save ចូលទៅក្នុងនេះបានឬក៏អត់ទេណាអញ្ចឹងយកចូលទៅ file ហើយដែរមេរៀនដែរហើយ save អញ្ចឹងមកណាហើយចូលទៅ crop មកយើងរក image របស់យើង edit image ចូលមកនេះ pass scene យើងមកហើយចុចលើពាក្យវីដេអូនេះមកហើយ generate ទៅមកអូខេរងចាំអញ្ចឹងបងប្អូនបង្កើត scene ឲ្យបញ្ចប់មកនេះខ្ញុំធ្វើខ្លីៗឲ្យបងប្អូនយល់ទេអញ្ចឹង scene វាមានឲ្យយើងទាំងប្រមាណដែលវា connect គ្នាយើងបង្កើតមកនេះខ្ញុំបង្កើតបាន13ទេដោយសាររបស់ខ្ញុំអស់ limit អញ្ចឹងអានេះវីដេអូពីដំបូងមកវាមកអីគេធ្វើអីគេយើងកាត់មកយើងមានកម្មវិធី Premiere Adobe Premiere ណាឬក៏ CapCut VN VA អញ្ចឹងណាអូនេះមិនវីដេអូខ្ញុំហ៎ជប់នេះយើងចូលទៅអាស៊ីនខាងមុខលុបចេញនេះវីដេអូនេះឃើញទេសាច់រឿងឃើញទេសាច់រឿងមកនេះកាត់យើងអាកន្លែងនេះយើងអត់ពេញចិត្តយើងមិនបាច់យកវាទេនេះកាត់វាចឹងមកយើងឆ្នៃនៅវីដេអូមកអានេះនេះវីដេអូនេះឆា Alright, in go the fresh veggies. Now stir fry. ហើយអញ្ចឹងយើងស៊ីនខាងក្រោយមកវាមានគេរៀបចំម្ហូបអីញ៉ាំមួយ family អីអញ្ចឹងណាអានេះយើងអាច save មកហើយបើយើងចង់ដាក់ play យើង download play ពីណាមកឧទាហរណ៍ថា TikTok មួយ happy ព្រះសូរ ខ្ញុំបើកមកចុច ព្រះសូរ happy music ចូលទៅ Premiere វិញដែរមកនេះ Premiere Pro ឬក៏ CapCut VN អីក៏បានដែរចុចនៅខាងក្រោមនេះមួយកុំចុចលើរូបចុចនៅខាងក្រោមនេះមួយវាមានពាក្យ music and audio នេះហើយនៅយកពាក្យ extract audio មកនេះ play ពីក្រោម Today I will cook for my family. ហើយមក export មកបងប្អូនយក 4K ក៏បាន18ខ្ញុំ export 18ដល់លឿនហើយបងប្អូនមើលលឿនអូខ្ញុំភ្លេចកាត់ play នេះ play វានៅវែងអញ្ចឹងចំពោះ play យើងកាត់កន្លែងនេះមកយើង select លើ audio មកវាមានពាក្យ fade ឲ្យអស់មកខាងឆ្វេងមកមានពាក្យ fade នេះប្រហែល second ហើយអា fade in មានថាពីតិចទៅខ្លាំង fade out ពីខ្លាំងទៅតិចយើងបញ្ចប់សាច់រឿងយើងហើយវាបាននេះណាវា fade in Today I will cook for my ប៉ុណ្ណឹង family. យើង save មកនេះចុចសញ្ញាព្រួយខាងលើនេះមក save យក18 4K តាមចំណង់ចំណូលចិត្តបងប្អូនតែប៉ុណ្ណឹងមកនេះផ្លឹប